ការជ្រើសរើសមិនញ៉ាំចំណីអាហារនៅពេលព្រឹកនៅពេលល្ងាចហើយដើម្បីឲ្យរាងកាយរបស់យើងនឹងស្រក់គីឡូបាទនេះគឺជាជម្រើសដែលមានផលប៉ះពាល់ខ្លាំងមែនទែនសម្រាប់រាងកាយរបស់យើងបាទយោងតាមអ្នកជំនាញវិទ្យាសាស្ត្រអ្នកដែលមិនញ៉ាំអាហារនៅពេលល្ងាចហ្នឹងគឺមានប្រសិទ្ធភាពខ្ពស់មែនទែនក្នុងការកាត់បន្ថយកាឡូរីហើយដើម្បីសម្រក់ទម្ងន់ប៉ុន្តែក៏ធ្វើឲ្យមេតាបូលីតនៅក្នុងរាងកាយរបស់យើងហ្នឹងមានដំណើរការយឺតហើយរំខានក្នុងការគេងជាពិសេសប្រព័ន្ធការពារនៅក្នុងរាងកាយរបស់យើងហ្នឹងគឺចុះខ្សោយដោយសារតែខ្វះសារធាតុចិញ្ចឹមទៅដល់រាងកាយបាទនៅពេលដែលយើងមិនជ្រើសរើសញ៉ាំអាហារនៅពេលព្រឹកវិញវាអាចជួយឲ្យបងប្អូនមួយចំនួនមានអារម្មណ៍ថារាងកាយស្វាហាប់ប៉ុន្តែវាក៏មានហានិភ័យខ្ពស់ផងដែរនៃការដែលយើងញ៉ាំចំណីអាហារដែលមានជាតិស្ករខ្ពស់ជាតិខ្លាញ់ខ្ពស់នៅពេលបន្ទាប់ដោយសារតែយើងនឹងឃ្លានខ្លាំងបាទវាធ្វើឲ្យជាតិស្ករនិងអាំងស៊ូលីនរបស់យើងដើរមិនប្រក្រតីនៅពេលដែលយើងញ៉ាំអាហារនៅពេលល្ងាចវិញបាទសម្រាប់អ្នកដែលគាត់ធ្វើការបាទប្រើខួរក្បាលច្រើនអាហារនៅពេលព្រឹកគឺល្អមែនទែនសម្រាប់ផ្ដល់ថាមពលដល់រាងកាយរបស់យើងបាទដូច្នេះវិធីសាស្ត្រនៃការដែលយើងសម្រក់ទម្ងន់មិនមែនជាការដែលយើងបង្អប់អាហារទាំងស្រុងហើយធ្វើឲ្យរាងកាយរបស់យើងនឹងទ្រុឌទ្រោមទេបាទប៉ុន្តែយើងត្រូវតែកាត់បន្ថយអាហារដែលមានជាតិកាបូហៃដ្រាតខ្ពស់និងការដែលយើងជ្រើសរើសញ៉ាំបន្លែបានច្រើននិងពពុះប្រូតេអ៊ីនពីគ្រប់រុក្ខជាតិឲ្យបានច្រើនវិញទើបរាងកាយរបស់យើងស្រក់គីឡូបែបធម្មជាតិហើយមានសុខភាពល្អ